កំណើម្ហូបនិងរំលាយអាហារកកដែលងាយស្រួលនិងរហ័សថ្ងៃនេះយើងនឹងមកនិយាយអំពីម៉ាស៊ីន microwave របស់ Panasonic model NNSM33NB ដែលអាចកំណើម្ហូបនិងរំលាយអាហារកកបានឡើងវិញដោយរក្សានូវរសជាតិដើមដើម្បីប្រើមុខងាររំលាយឬ defrost ដំបូងដាក់ម្ហូបចូលទៅក្នុងម៉ាស៊ីន microwave រួចបង្វែរប៊ូតុងទៅកាន់ការកំណត់ defrost និងកំណត់យកទម្ងន់របស់ម្ហូបរយៈពេល defrost ម្ហូបនឹងអាស្រ័យទៅតាមទម្ងន់របស់ម្ហូបដែលបានកំណត់សៀវម៉ាយនិងហាក់កែវរបស់យើងបាន defrost រួចរាល់ហើយមើលទៅឆ្ងាញ់ហើយស្រស់ដូចទឹមចម្អិនថ្មីៗអញ្ចឹងឥឡូវយើងមកកម្ដៅមីរ៉ាមែនរបស់យើងវិញម្ដងដាក់ចានមីចូលទៅក្នុងម៉ាស៊ីនរួចបង្វែរប៊ូតុងទៅកាន់ការកំណត់កម្ដៅ high heat និងកំណត់នាទីសម្រាប់កម្ដៅម្ហូបដោយការចុចប៊ូតុងនឹងងាយស្រួលអាហាររបស់អ្នកអាចកម្ដៅឡើងវិញនៅគ្រប់ពេលដែលអ្នកចង់បាន